អ្នកណាក៏ត្រូវតែចូលប្រឡូកក្នុងឆាកជីវិតតែសូមកុំភ្លេចថាមានកន្លែងមួយដែលតែងតែទន្ទឹងរង់ចាំអ្នកវិលមកវិញទោះជាទៅឆ្ងាយឬជិតជោគជ័យឬក៏បរាជ័យក៏នៅមានទ្វារបើកចំហរង់ចាំអ្នកវិលមកវិញជានិច្ចវាមិនមែនជាសន្តាគារថ្នាក់ផ្កាយមិនមែនជាកន្លែងថ្លៃថ្នូរតែវាជាផ្ទះបាយដ៏តូចដែលធ្លាប់ស្គាល់និងក្លិនបាយដ៏ឈ្ងុយឆ្ងាញ់ដែលទើបនឹងឆ្អិនស្រមោលម្ដាយអង្គុយរង់ចាំក្បែរមាត់បង្អួចជាមួយនឹងក្រមាចាស់បង់នៅនឹងកសម្លឹងទៅក្រៅជាមួយពន្លឺភ្នែកពោពេញទៅដោយក្តីសង្ឃឹមនិងនឹករលឹកស្រមោលរបស់ឪពុកអង្គុយហើយក្រោកហើយអង្គុយនៅពេលឮសំឡេងយានយន្តបន្លឺឡើងនាដើមផ្លូវហើយក៏វិលមកវិញដោយស្ងៀមស្ងាត់ព្រោះអ្នកដែលត្រូវមកដល់មិនមែនជាកូនរបស់គាត់ឪពុកមិនដែលនិយាយថានឹកមិនធ្លាប់ត្អូញធ្ងរថាហត់នឿយគាត់គ្រាន់តែទ្រាំលេបទុកនៅរាល់ការនឹករលឹកក្រោយក្រសែភ្នែកទុកព្រួយតែប៉ុណ្ណោះឪពុកម្ដាយមិនធ្លាប់សួរកូនថាមានឬក្រមិនបន្ទោសកូនថាត្រូវឬខុសគាត់គ្រាន់តែសួរកូនថាញ៉ាំបាយហើយឬនៅហត់នឿយទេជំនួសមកវិញគ្រាន់តែឃើញកូនវិលត្រឡប់មកផ្ទះគឺគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ពួកគាត់នៅក្នុងសង្គមអ្នកអាចជាមនុស្សដែលរឹងប៉ឹងម្នាក់ជាអ្នកដឹកនាំឬក៏ជាបុគ្គលពិសេសប៉ុន្តែនៅពេលដែលអ្នកត្រឡប់មកផ្ទះវិញអ្នកគ្រាន់តែជាកូនម្នាក់ហើយក៏ជាមនុស្សដែលឪពុកម្ដាយមិនអាចបោះបង់ចោលកុំទុកឲ្យអ្វីទាំងអស់កន្លងហួសទើបអ្នកភ្ញាក់ដឹងខ្លួនថាទីកន្លែងដែលអ្នកធ្លាប់ហៅថាជាផ្ទះបែរជាគ្មានអ្នកទន្ទឹងរង់ចាំទៀតកុំទុកឲ្យខ្លួនឈរនៅទល់មុខនឹងបន្ទះទ្វារដែលបិទជិតដោយលាក់ទុកនៅក្តីស្រឡាញ់កាលពីមុនឲ្យវាคล้ายទៅជាការចងចាំវិលវិញមិនមែនជាបរាជ័យមិនមែនជាការទន់ជ្រាយដោយការវិលមកវិញបានបញ្ជាក់ប្រាប់ថាអ្នកនៅមានឫសគល់និងដើមកំណើតដែលត្រូវមកវិញនិងត្រូវចងចាំទីណាក៏មានព្រះអាទិត្យនិងព្រះច័ន្ទដូចគ្នាតែពុំមែនទីណាក៏ជាស្រុកកំណើតដែលគួរឲ្យស្រឡាញ់នោះឡើយ